បន្ថែមពីហ្នឹងយើងក៏មានសាច់ជ្រូកចិញ្ចឹមដែរបងប្អូនបាទមុននឹងយើងឈានទៅដល់ការធ្វើម្ហូបនោះគឺយើងត្រូវដាំទឹកឲ្យពុះដើម្បីស្រោះបន្លែត្រពាំងឲ្យវាមានកាត់ជាតិហាងនឹងចោលបាទព្រោះបើសិនជាយើងអត់ធ្វើអញ្ចឹងទេវានៅមានជាតិហាងដែលយើងពិបាកក្នុងការហូបបាទយើងត្រូវដាំទឹកឲ្យពុះរួចបង់វាចូលហើយបន្តមកទៀតយើងច្រោះទឹកវាចេញបាទអញ្ចឹងយើងយកត្រពាំងទុកដោយឡែកសិនយើងចាក់ខ្ទិះដូងចូលបាទរងចាំបន្តិចនៅក្នុងកន្លែងនេះដែរគឺយើងត្រូវបើកហ្គាសឲ្យខ្លាំងដើម្បីឲ្យវាឆាប់ពុះបាទអញ្ចឹងនៅពេលដែលពុះហើយយើងអាចបន្ថយវិញបានអញ្ចឹងណាបងប្អូនបាទក្រោយមកទៀតយើងត្រពាំងចូលទៅមុនដោយសារតែត្រពាំងគឺជាបន្លែមួយដែលវាមិនងាយរលួយដោយបន្លែដទៃទៀតបាទក្រោយមកយើងឃើញថាត្រពាំងរបស់យើងគឺចាប់ផ្ដើមស្រពាប់ហើយអញ្ចឹងគឺយើងអាចបន្ថយហ្គាសបន្តិចបាទឥឡូវនេះគឺវាពុះហើយអញ្ចឹងយើងអាចចាប់ផ្ដើមបង់គ្រឿងអំបិលប៊ីចេងស្ករសយើងចូលបន្តិចម្ដងហើយនៅក្នុងការបង់គ្រឿងនេះដែរយើងអាចបង់ទៅតាមចំណូលចិត្តបងប្អូនដែលយើងចង់ផ្អែមឬក៏ប្រៃអញ្ចឹងណាបងប្អូនអញ្ចឹងត្រពាំងរបស់ខ្ញុំនេះគឺជាប្រភេទត្រពាំងផ្អែមអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំអត់សូវប្រើស្ករទេគឺខ្ញុំប្រើអំបិលហើយនឹងទឹកត្រីច្រើនបន្តិចបាទអរគុណបងប្អូនបាទដាក់ដុំស្លឹកខ្នុរមួយយើងចាប់ដើមបង់ត្រីស្រស់ចូលបាទយើងបើកហ្គាសឲ្យខ្លាំងដើម្បីឲ្យត្រីយើងឆ្អិនសព្វបានល្អមិនមានក្លិនឆ្អាបបាទខ្ញុំបានបង់រួចហើយអញ្ចឹងយើងដាំគ្របរងចាំរហូតដល់វាពុះល្មមគ្រប់គ្រាន់កន្លែងហ្នឹងគឺយើងអត់ទាន់ដល់អាចបង់បន្លែបានទេយើងត្រូវបង់ខ្លួនសិនហើយឲ្យសព្វមកសិនដោយសារថាបន្លែបៃតងរបស់យើងហ្នឹងគឺវាឆាប់នឹងយូរអញ្ចឹងរហូតដល់ពុះយើងអាចបញ្ចប់នៅក្នុងការចម្អិនយើងបានទើបយើងអាចបង់បន្លែរបស់យើងចូលទៅក្នុងហ្នឹងបាទឥឡូវយើងបើកមើលវាបន្តិចមើលអូអញ្ចឹងវាពុះហើយបងប្អូនអញ្ចឹងនៅពេលដែលវាពុះគ្រប់គ្រាន់ហើយយើងចាប់តាមបងសាច់ជ្រូកចិញ្ច្រាំចូលបាទអញ្ចឹងកន្លែងហ្នឹងនៅពេលដែលត្រីយើងហ្នឹងចាប់ផ្ដើមរៀងឆ្អិនបានច្រើនហើយគឺយើងចាប់តាមបងសាច់ជ្រូកចូលយើងកូរវាឲ្យសព្វសាច់បាទយើងគ្របវាទុកសិនបាទយើងចាប់ផ្ដើមបើកម្រុកវាមើលអូវាចាប់ផ្ដើមពុះខ្លាំងហើយទៅបងប្អូនអញ្ចឹងចាប់ផ្ដើមបងបន្លែណាដែលវាមិនងាយនឹងរលួយយើងបង់វាចូលទៅមុនគេបងប្អូនដើម្បីកុំឲ្យបន្លែដែលឆាប់រលួយនេះវានៅខាងក្រោមគឺយើងបង់វានៅខាងលើតិចសិនទៅបងប្អូនអញ្ចឹងយើងមើលឃើញថាយើងមានបន្លែសពមុខតែម្ដងបាទរសជាតិនេះគឺសម្លមួយមុខនេះគឺមានបន្លែជាច្រើនបាទជាជំនួយដល់សុខភាពបងប្អូនទាំងអស់គ្នាបាទអ្នកណាដែលមានកូនតូចគាត់អត់ចូលចិត្តហូបបន្លែអីហ្នឹងគាត់ចូលចិត្តហូបតែសាច់គឺគួរតែព្យាយាមសាកល្បងមកបដូរជាការធ្វើម្ហូបដែលមានបន្លែស្រស់បន្លែបៃតងឲ្យបានច្រើនបាទឥឡូវនេះគឺម្ហូបរបស់យើងនេះគឺចិត្តរួចរាល់ហើយបាទគឺយើងនៅចាំតែផ្គុំទឹកវាឲ្យពុះបន្លែសាច់ឲ្យវាឆ្អិនល្អគ្រប់គ្រាន់បាទអញ្ចឹងតោះយើងទុះដាក់ចានបាទឃើញទេទំនងទេបងប្អូនអញ្ចឹងការសម្លត្រពាំងខ្ទិះរបស់យើងនេះគឺបានបញ្ចប់រួចរាល់បាទអរគុណបងប្អូនសម្រាប់ការទស្សនា